con đường ấy dạ này này nông bay nồng rương dạ khen này nơi khăn prey nồng xôm chun rương dạ khen này nơi khăn prey nồng miên dạ khen này mùi rồi nơi khăn prey đó trời hai nơi khăn rung nồng tiệt hai miên pu muối còn ประกอบរបស់បើកឡានដឹកដីគាត់បើកទៅស្រាប់តែយប់មួយគាត់ក៏សម្រានលក់ទៅគាត់យល់សពឃើញទេវតាមួយមកប្រាប់គាត់ថាណែពូឯងឈប់បើកឡានដឹកដីទៅណាទៅដឹកថ្មវិញទៅមានទ្រព្យសម្បត្តិហើយនឹងលុយច្រើនទៅពូនឹងក៏ស្អែកឡើងទៅហៅអាសនីនិងអាតតមកដើម្បីចូលក្នុងព្រៃជួយដឹកថ្មទៅក៏ទៅដល់ក្នុងព្រៃឃើញភ្នំមួយភ្នំហ្នឹងសិតតែដើមឈើទៅពូនឹងក៏កាប់ដើមឈើចោលអស់លីងហើយក៏ឲ្យអាសនីជោគថ្មដាក់ក្នុងឡានដឹកដីជោគដាក់ស្រាប់តែដល់រូងភ្នំយក្សដល់រូងនៃយក្សនៅលេងអីធ្លាក់ថ្មម្ដុំផាំងចំក្បាលយក្សថាយើអាណាធ្វើអីធ្លាក់ត្រូវក្បាលយើងយក្សចេញមកមើលលេងអីឃើញអាសនីពងជោគយក្សខំឈោងដៃឆ្វាចទៅចាប់កាច់អាសនប្រម៉ោយសនីផោះក្បត់ចោលពឹបទៅអ្នកបើកអាសនីភ័យអ្នកបើកអតតឃើញចឹងជន់កាំងងោងមកបុកជើងយក្សផាំងឈាមយក្សថាយើហ៊ានបុកយើងផងហ៎ទៅអ្នកបើកអាសនីជន់កាំងងោងបុកយក្សមួយទៀតផាំងយក្សបះជើងឆ្ងាងងាងហើយឡានដឹកដីឃើញចឹងក៏បើកឌុនមកកុនយក្សនឹងកំប៉ែតឡែតអស់លីងហើយពូទាំង3ហ្នឹងអ្នកបើកឡានដឹកដីអ្នកបើកអាសនីអ្នកបើកតតចុះមកចេះយោយើងសម្លាប់យក្សបានហើយដល់ពេលពូទាំង3ហ្នឹងទៅផ្ទះវិញស្ដេចបានឲ្យរង្វាន់មាសប្រាក់ពូនឹងជាច្រើនរឿងនេះហើយទៅហើយទៅយ៉ាទូទៀតយក្សអីអត់ដូចយក្សនឹងទទួលអត់ធ្វើយក្សនឹងទទួលទៀតហីជាប់អេវ៉ាំ